លើកលែងឲ្យបងម្ដងទៅបងក៏ឈប់ប្រើហិង្សាបោកប្រាស់របស់របរដូចគ្នាដែរតែយើងអាចត្រឡប់ក្រោយបានទេ No way ត្រាម៉ាបិទទូរស័ព្ទភ្លាមខ្ញុំមិនវល់វិញទេនរណាឈ្នះទិញចានឆ្នាំងខឹងឲ្យបោកនេះបោកនោះនរណាឈ្នះទិញចានឆ្នាំងខឹងបោកនោះហឹសបលុយណាស់ទៅអីតែត្រូវទិញចានឆ្នាំងរកពេទ្យដែលឆ្លោះគ្នាហើយនោះរឿងមៀចិត្តបំផ្លាញខ្លួនឯងនៅទីសាធារណៈស្របពេលដែលអ្នកលក់កាហ្វេនៅតាមផ្លូវក៏ត្រូវរថយន្តបើកមកខ្ទាតទឹកផុសក្បែរនោះបណ្ដាលឲ្យប្រឡាក់ដល់តូបលក់កាហ្វេដ៏តូចរបស់នាងលោកអ្នកបើកឡានមេតាបើកបោជិតមិនបានទេមែនទេឥឡូវប្រឡាក់អីវ៉ាន់របស់ខ្ញុំអស់ហើយខណៈនោះម្ចាស់រថយន្តក៏បានចេញពីក្នុងរថយន្តមកតែម្ដងខ្ញុំសុំទោសខ្ញុំបើកលឿនពិតមែនត្រូវការថ្លៃខូចខាតប្រមាណប្រាប់ឲ្យលឿនមកខ្ញុំប្រញាប់ទៅធ្វើការខ្ញុំអត់មានពេលជជែកច្រើនទេខ្ញុំដឹងថារវល់ហើយតែមិនចេះបង្អង់លបឿនពេទ្យបើកបោប៉ះកន្លែងអ្នកលក់ក្បែរចិញ្ចើមផ្លូវខ្លះទេមកពីចង្ងាយឃើញដែរថាមានអ្នកលក់នៅក្បែរផ្លូវតែមិនបង្អង់លបឿនសោះចេតនាមែនទេពេលគេទាឲ្យសងថ្លៃខូចខាតថាគេចេះតែចង់បានលុយមកលុយណាខ្ញុំប្រញាប់ណាស់ខ្ញុំសងថ្លៃខូចខាតកំឡូឡានាំទៅខ្មាស់អ្នកផ្សេងចាត់ទុកតែថ្ងៃសោយរបស់ខ្ញុំទៅចុះថាចប់ហើយរ៉ូណាត់បានដាក់លុយរបស់គេ5សន្លឹកដែលជាក្រដាសប្រាក់$100នៅលើតុហើយក៏បានចាកចេញទៅហ៎អានខ្លួនឯងមានលុយមែនបញ្ញាប់ទៅរបស់ប្រឡាក់អស់ហើយតែក៏មិនថ្លៃដល់ថ្នាក់នេះដែរ$500គេឲ្យផុយអញ្ចឹងមែនទេត្រាឡាបានរៀបចំអីវ៉ាន់ចាក់ចេញពីកន្លែងលក់ទៅផ្ទះកាត់ថ្ងៃតែម្ដងលុះចូលមកដល់ក្នុងផ្ទះខ្ញុំមកផ្ទះវិញហើយពុកម៉ែថ្ងៃនេះមានរឿងសើចបន្តិចហើយបានមកដល់ផ្ទះកាត់ថ្ងៃអញ្ចឹងពុកម៉ែអត់នៅផ្ទះទេអុយចេញក្រៅទៀតបាត់ហើយមែនទេថាចប់ត្រាឡាបានចូលទៅក្នុងបន្ទប់របស់នាងក៏បានឃើញគូដណ្ដឹងរបស់នាងនៅក្នុងបន្ទប់របស់ខ្លួនបងមកតាំងតែពីអង្ការហ្នឹងមកសង្ងំអីនៅក្នុងបន្ទប់របស់ខ្ញុំបងមករកគូតដឹងរបស់បងហើយអូនឯងភ្ញាក់ផ្អើលធ្វើអីគ្រាន់តែបងមកលេងសោះបងចង់មកញ៉ាំបាយនៅផ្ទះអូនបានជាបងមកដល់ទីនេះកុំធ្វើជាភ័យអីចាំម៉ែពុកក៏ទៅណាហើយបងឯងដឹងអត់ហ្នឹងគាត់ប្រាប់បងថាទៅទិញអីវ៉ាន់បងនៅចាំគូតដឹងរបស់បងមកផ្ទះវិញថ្ងៃនេះអូនឯងមកផ្ទះលឿនជាងរាល់ដងណោះនៅតូបមានបញ្ហាអីហ៎មានបញ្ហាតិចតួចទេបងឯងសម្រាប់នៅក្នុងបន្ទប់ខ្ញុំសិនទេខ្ញុំត្រៀមចាំការងារលក់ដូររបស់ខ្ញុំទុកលក់ថ្ងៃស្អែកបានអូនបងនឹងនៅចាំនៅទីនេះនិយាយចប់ហើយត្រាឡាបានដើរចេញពីក្នុងបន្ទប់របស់នាងនៅតែ2នាក់ប៉ុណ្ណេះគិតថាបងឲ្យរួចខ្លួនមែនសាទីតបានទៅតាមគូដណ្ដឹងរបស់គេដែលកំពុងតែរៀបចំរបស់របរសម្រាប់លក់ដូរឃើញថាឱកាសល្អរបស់ខ្លួនមកដល់គេក៏បានអោបនាងពីក្រោយណែធ្វើស្អីហ្នឹងបងឯងឈួតមែនបានជិះមកធ្វើអញ្ចឹងជាមួយខ្ញុំនោះបងជាគូតដឹងរបស់អូនហេតុអីក៏បងធ្វើអញ្ចឹងមិនបានមុននឹងក្រោយពួកយើងគង់តែរៀបការជាមួយគ្នាដដែលហ្នឹងខ្ញុំដឹងហើយថាមុននឹងក្រោយយើងគង់តែរៀបការជាមួយគ្នាតែមិនមែនជាពេលនេះទេណាខ្ញុំមិនចង់ឲ្យយើងខុសប្រពៃណីព្រោះតែការគិតខុសមួយពេលបែបនេះឡើយបងទទួលខុសត្រូវមិនតាអូនព្រោះអូនឯងគង់តែខ្លាយជាប្រពន្ធបងហ្នឹងដូច្នេះហើយកុំប្រកែប្រកាន់ជាមួយបងច្រើនពេកកុំឲ្យបងខឹងជាមួយអូនណាតើបានទេតោះចូលទៅក្នុងបន្ទប់ចេះយកចិត្តបងថងទៅបើចង់បានលុយចាយតើឲ្យខ្ញុំចូលចិត្តរឿងអីខ្លះទេបើខ្ញុំរវល់ជាមួយការលក់ដូររបស់ខ្ញុំសឹងអីទៅហើយនឹងទៅផ្ទះខ្លួនឯងវិញទៅបើមកមានគោលបំណងអាក្រក់បែបនេះនោះគោលបំណងអាក្រក់ស្អីបងគ្រាន់តែចង់ធ្វើឲ្យអូនបាត់ stress តាខ្ញុំកាន់តែ stress ពេលមានបងឯងនៅទីនេះជាមួយនោះណែចាក់ចេញតែឥឡូវនេះបានទេបងទៅផ្ទះបងវិញហើយអូនឯងបងក៏ខឹងដូចគ្នាដែរថាចប់គូដណ្ដឹងរបស់នាងក៏បានចាក់ចេញទៅចាំរៀបការឲ្យសិនមិនបានមែនទេតាប្រញាប់ទៅណាទេសាទីតមកដល់ផ្ទះរបស់គេវិញដោយខឹងមួម៉ៅរំពេចនោះឪពុកម្ដាយរបស់គេក៏បានដើរមករកគេពុកមានការចង់និយាយកូនឯងមានពេលខ្លះដែរទេសម្រាប់ឪពុកកុំគិតតែពីដើរក្រៅពេកអីណាទុកពេលវេលាឲ្យឪឯងផងតើពុកមានការអីជាមួយខ្ញុំកំពុងតែចាំស្ដាប់ហើយកូនឯងធ្វើការរកលុយចិញ្ចឹមឪពុកពុកដឹងតើ
តែក៏គួរតែមានពេលវេលានៅជាមួយឪពុកឯងផងព្រោះថាឪពុកនេះមិនអាចរស់នៅបានយូរទៀតទេឪកាន់តែចាស់ខ្លាំងហើយណាពុកខ្ញុំរាល់ថ្ងៃខំរកលុយឲ្យពុកហើយពុកនៅទៀមទាអីច្រើនយ៉ាងហ្នឹងទៀតបើខ្ញុំមិនចាញ់ក្រៅរកលុយតើពុកបានអីពិសាទៅព្រោះរាល់ថ្ងៃនេះគឺគេត្រូវការលុយបាយម្ហូបយកលុយទៅទិញខ្ញុំមិនអាចនៅតែផ្ទះទុកពេលវេលាជាមួយពុកច្រើនជាងធ្វើការងារនោះទេពុកមិនបានមានន័យអីបែបហ្នឹងទេពុកចង់ឲ្យកូននៅផ្ទះពេលសម្រាកពីការងារយល់សម្ដីពុកផងណាពុកនិយាយណែនាំឲ្យកូនល្អមិនមែនចង់ឲ្យកូនគិតក្នុងផ្លូវផ្សេងទេបានខ្ញុំយល់តែខ្ញុំត្រូវរវល់ដូច្នេះប្រកែកមិនបានទេពុកដឹងឮហើយតាតាមចិត្តកូនទៅចុះព្រោះពុកនិយាយស្អីទៀតក៏វាមិនបានដូចគ្នាដែរនិយាយចាប់អ្នកដែលជីឪពុកក៏បានចាក់ចេញពីក្នុងបន្ទប់កូនប្រុសតែម្ដងហើយមួម៉ៅដល់ហើយតានាពេលរាត្រីនៅក្នុងបន្ទប់ថ្ងៃមិញបើមិនប្រញាប់ទេចង់នៅតតាំងជាមួយអ្នកលក់កាហ្វេនោះឲ្យណានៃម្ដងតាថាឲ្យឯងឡើងស្ពឹកមុខហ្មងខណៈនោះទូរស័ព្ទរបស់គេក៏បានរឡើងអូជាម៉ាក់ខ្ញុំតាជំរាបសួរម៉ាក់ទេមកកាត់យប់ហ្មងណោះម៉ាក់ដឹងថាកូនតនេតែពេលយប់បានជាទេទៅថ្មើរនឹងណែកូនឯងបាយទឹកហើយនៅខ្ញុំបាយទឹករួចហើយម៉ាក់មានការអីផ្សេងក្រៅពីនេះទៀតទេម៉ាក់ចង់ឲ្យកូនឯងមកលេងផ្ទះម៉ាក់ណែចេញទៅក្រៅយូរហើយម៉ាក់ដឹកកូនឯងណាស់មកលេងម៉ាក់ផងមកណាកូនបាទម៉ាក់ស្អែកពេលខ្ញុំចេញទៅធ្វើការចាំខ្ញុំទៅលេងខ្ញុំចង់ហូបបាយជាមួយម៉ាក់ភ្លក់ស្នាដៃម៉ាក់ព្រោះមានតែម្ហូបម៉ាក់ធ្វើទេដែលខ្ញុំញ៉ាំហើយមិនចេះធុញទ្រាន់នោះចាំម៉ាក់រៀបចំឲ្យតែកូនប្រុសម៉ាក់ថាមកលេងផ្ទះចង់ហូបម្ហូបអីក៏បានដែរបាទម៉ាក់ស្អែកខ្ញុំនឹងទៅប៉ុណ្ណឹងសិនហើយម៉ាក់ជម្រាបលារណាត់ដាក់ទូរស័ព្ទចុះបន្ទាប់ពីនិយាយជាមួយម្ដាយរួចស្អែកនេះខ្ញុំនឹងទៅរកចាយលក់កាហ្វេនោះម្ដងទៀតនាថ្ងៃបន្ទាប់រណាត់បានមកដល់តូបលក់កាហ្វេរបស់ត្រាឡាគេឈប់រថយន្តឬក៏បានទៅជួបត្រាឡាចាយលក់កាហ្វេគាត់នេះទៀតហើយចាមានការអីថ្ងៃនេះមិនបើកឡានលឿនដើម្បីឲ្យខ្ទាតផុសប្រឡាក់របស់ខ្ញុំរស់ស៊ីទៀតទេកុំឌឺដងថៃខ្ញុំមើលថ្ងៃនេះខ្ញុំចង់មកផឹកកាហ្វេមិនបាននាំទុកឲ្យនរណាប្រឡាក់តូបខូចខាតរបស់ទៀតទេតើលក់ឬក៏អត់នឹងខ្ញុំចង់ទិញខ្ញុំបើកតូបដើម្បីលក់បើមិនលក់ទេតើបើកតូបធ្វើអីទេព្រោះតែនេះជាមុខរបររបស់ខ្ញុំយកកាហ្វេ10កែវកាហ្វេខ្មៅមួយអត់ស្ករនិងកែវផ្សេងទៀតដាក់ស្ករល្មមបានហើយកុំផ្អែមពេករងចាំមួយផ្លែទៅចាដាក់ស្ករសណាកុំឲ្យដាក់អង្ត្រៀនយល់អត់លក់ដូរឲ្យចេះស្មោះត្រង់ផងខ្ញុំដាក់អង្ត្រៀនធ្វើអីខ្ញុំលក់ដើម្បីឲ្យមានម៉យមិនមែនលក់ដើម្បីសម្លាប់ម៉យទេខ្ញុំស្មោះត្រង់ណាស់មិនបានលក់កៅភ្ញៀវទេដាក់សិនមកកុំអាលល្អូចាដាក់ឲ្យហើយមិនរអ៊ូមិនអីទាំងអស់ត្រាឡាបានធ្វើកាហ្វេ10កែវឲ្យទៅរណាត់លឺរួចរាល់នាងបានខ្ចប់ឲ្យគេយ៉ាងស្អាតរួចរាល់ហើយមួយកែវនេះជារបស់បងប្រុសអត់មានស្ករទេអរគុណហើយទាំងអស់នេះអស់ប្រមាណទាំងអស់នេះគឺអស់50000តែខ្ញុំចូលតែ40000ទេណាកាត់អីបានបញ្ចុះតម្លៃឲ្យខ្ញុំលក់ដូរដឹងលក់ដូរទៅកុំចេះតែថែមថយប្រយ័ត្នឡងចង់ព្រោះការបញ្ចុះតម្លៃបែបនេះណាខ្ញុំបញ្ចុះតម្លៃអើយព្រោះតែពេលម្សិលមិញបងឲ្យលុយខ្ញុំវាច្រើនណាស់ចាត់ទុកថាខ្ញុំឲ្យលុយទៅបងវិញខ្លះចំពោះលុយពេលម្សិលមិញអូណូលុយ$500ឲ្យទៅពីម្សិលហើយថ្ងៃនេះបញ្ចុះតម្លៃលើកាហ្វេ10000រៀលព្រោះពីម្សិលមិញខ្ញុំឲ្យច្រើនហើយថ្ងៃនេះឲ្យមកវិញ10000អូហូពុទ្ធោអើយច្រើនម្ល៉េះតែលក់ដូរដឹងលក់ដូរណាខ្ញុំឲ្យពេញថ្លៃលាសិនហើយរណាត់ឲ្យលុយរួចក៏បានចាក់ចេញទៅមិនបាច់ខ្វល់ក៏បានព្រោះគាត់ជាអ្នកមានហើយនឹងរណាត់មកដល់កន្លែងធ្វើការបានហុចកាហ្វេឲ្យអ្នកដែលធ្វើការជាមួយគេទាំងអស់គ្នាមកយកកាហ្វេទៅហូបចុះខ្ញុំទៅក្នុងបន្ទប់ខ្ញុំហើយថាចប់រណាត់បានទៅបន្ទប់ធ្វើការរបស់គេភ្លាមមេថ្ងៃនេះទិញកាហ្វេឲ្យពួកយើងផ្ទាល់ផងតើមេជួបព្រឹត្តិការណ៍អីខ្លះបានខ្លាយទៅជាអញ្ចឹងមេគាត់ចិត្តល្អតែអញ្ចឹង
គ្រាន់តែថារាល់ដងមេប្រើឲ្យអ្នកផ្សេងទៅទិញជំនួសឬក៏ឲ្យអ្នកណាម្នាក់កំងតាមអាបឲ្យដឹកជញ្ជូនប៉ុន្តែថ្ងៃហ្នឹងមិនក៏មេចម្លែកម្ល៉េះ សំណាងយើងហើយដែលបានមេចិត្តល្អផ្ដល់ភេសជ្ជៈពីខាងក្រៅឲ្យកូនចៅរហូតព្រោះតែអញ្ចឹងហើយទៅមេចេះតែកាក់កបទៅ មេយើងចិត្តល្អមែនតែរៀងកាចបន្តិច ព្រោះមានឈ្មោះថាជាមេពេលខ្លះក៏កាចពេលខ្លះក៏ស្លូតទៅបន្ទាប់ពីជជែកគ្នាចប់ពួកគេក៏បានបបាយគ្នាទៅធ្វើការរៀងខ្លួននៅឯតូបលក់កាហ្វេរបស់តារាឡាគូដណ្ដឹងរបស់នាងបានមកដល់ឈប់ម៉ូតូងបងចេញពីធ្វើការហើយមែនទេ បងចេញពីធ្វើការហើយអូនអញនៅប្រកាន់ខឹងជាមួយបងទៀតមែនអត់ ចាខ្ញុំប្រកាន់ខឹងណាស់ដែលសុកបងឯងធ្វើអញ្ចឹងចំពោះខ្ញុំគឺខ្ញុំមិនចូលចិត្តទេណា ហេតុអីមិនចូលចិត្តបើពួកយើងជាគូតដឹងទៅហើយហ្នឹងអូនអញកុំប្រកាន់ជាមួយបងច្រើនពេកអីមនុស្សយើងរស់នៅកុំប្រកាន់ពេកវាមិនល្អទេ មិនឲ្យខ្ញុំប្រកាន់ជាមួយបងឯងទៀតដែលបងឯងធ្វើទៅវាមិនល្អជាមួយខ្ញុំតើបងឯងកំពុងតែកាត់អីទេវាមិនមែនជារឿងដែលលេងសើចទេណាដែលបងឯងលើកយកវាមកនិយាយអញ្ចឹងនោះរឿងនេះគឺជារឿងអសិលធម៌ខ្ញុំអាចប្តឹងបានកុំនិយាយថាប្រកាន់ច្រើនអីខ្ញុំប្រកាន់ដោយរឿងទេតែធ្វើអីមិនចេះកាត់បំពេញមកលើខ្ញុំនោះគឺខ្ញុំប្រកាន់ហើយ អូនឯងនិយាយច្រើនពេកហើយបងមិនដែលនិយាយបានចិត្តណាស់ណោះនិយាយស្ដីមកបងមិនចេះគោរពបងជាអនាគតប្តីទៅថ្ងៃខាងមុខសោះកុំធ្វើឲ្យបងក្តៅក្រហាយជាមួយអូនកាន់តែខ្លាំងអី តើបងឯងចង់ធ្វើអីមកលើខ្ញុំតើ បើបងខឹងខ្លាំងអូនឯងនឹងបានដឹងថាមនុស្សបងនេះអាក្រក់នឹងហៅលេងលឺ ខ្ញុំរស់នៅក្នុងគ្រួសារដែលមានវិន័យទទួលការអប់រំមិនមែនខឹងហើយចេះតែធ្វើអីតាមចិត្តនោះទេ មិនព្រមបិទមាត់ទៀតទេនៅតែតមាត់ជាមួយបងមិនឈប់ទៀតដឹងគ្នាហើយ គូដណ្ដឹងរបស់នាងបានបោកប្រដាប់ប្រដាលក់ដូររបស់នាងទៅលើដីយកតែម្ដងបងអញកំពុងតែធ្វើអីហ្នឹងកុំធ្វើអញ្ចឹងចំពោះខ្ញុំអីហើយឆាប់ថយចេញពីទីនេះតើ កុំចង់ខ្លាំងជាមួយបងណាថ្ងៃក្រោយនិយាយឲ្យចេះស្ដាប់គ្នាផង បងអញចូលចិត្តប្រាំអំពើហិង្សាដល់ថ្នាក់នេះមែនទេបំផ្លាញរបស់គេលក់ដូរខ្ញុំមិននៅជាមួយមនុស្សប្រភេទដូចជាបងអញទៀតទេយើងនឹងមិនពាក់ព័ន្ធអ្វីជាមួយគ្នាទៀតឡើយ អូនចង់ធ្វើអី ខ្ញុំនិយាយប៉ុណ្ណឹងហើយគាត់ទៅយល់ហើយកុំសួរនាំច្រើនពេកបើមនុស្សណាដែលបំផ្លាញខ្ញុំមិនរស់នៅជាមួយទៀតនោះទេຕົកនៅជាមួយមានតែខាតខ្ញុំសួរដកចេញហើយ អូនគឺបងវិញមកពេលបងសុំទោសចាំបងចេញថ្លៃរបស់ដែលខូចខាតទាំងអស់នោះតែអូនកុំធ្វើអញ្ចឹងដាក់បងអីណាបងនឹងកែបងសុំទោសបងសន្យា ខ្ញុំមិនផ្ដល់ឱកាសឲ្យបងឯងទេខ្ញុំលែងទ្រាំហើយមិនបាច់សងលើអ្វីឡើយតែចាក់ចេញពីជីវិតរបស់ខ្ញុំចុះចេញពីទីនេះទៅកុំទៅចង់នៅផ្ទះខ្ញុំដូចគ្នា អូនបងសុំទោស ខ្ញុំមិនលើកលែងឯងទេ ទៅក៏បានដែរលើលោកនេះមិនមែនមានតែស្រីម្នាក់នោះទេ ថាចប់គេក៏បានចាក់ចេញទៅបានចឹងអីតើឲ្យខ្ញុំទ្រាំបានចាំមិនទៀតនោះត្រាឡារៀបចំរបស់របរដែលខូចខាតប្រមូលដាក់នៅក្នុងថង់ស្រាប់ពេលដែលរ៉ូណាតបានជិះឆ្លងកាត់ទីនេះដូចគ្នាគេក៏បានឈប់សាកសួរ មានបញ្ហាអីនៅនឹងមែនរបស់របរខូចខាតអស់ហើយតើនរណាទៅដែលអត់ប្រយោជន៍ដល់ថ្នាក់នេះបំផ្លាញរបស់របរគេរកស៊ីចាយកាហ្វេគួរតែប្តឹងទៅបើគេធ្វើដល់ថ្នាក់នេះហើយនោះ មានបញ្ហាទិញទួចមុននេះខ្ញុំមិនប្តឹងគេទេតែខ្ញុំនឹងផ្ដាច់ពាក្យជាមួយគាត់ព្រោះថាគាត់គឺជាគូតដឹងរបស់ខ្ញុំអញ្ចឹងហើយខ្ញុំលើកលែងឲ្យគាត់ចោះឲ្យវាចប់តាមនឹងទៅចោះណែ ជាគូតដឹងទៀតបើគេធ្វើដល់ថ្នាក់នេះទៅហើយគួរតែបញ្ចប់គ្នាទៅព្រោះបើខឹងជាមួយគ្នាហើយមកបោកប្រាស់របស់របរដូចនេះពិបាកនៅជាមួយគ្នាបន្តិចហើយរបស់របរគេនៅតែបោកប្រាស់ឲ្យបាក់បែកចុះទម្រាំទៅយើងទៀតតើនឹងคล้ายទៅជាយ៉ាងណាទៅផ្ដាច់ពាក្យទៅខ្ញុំគាំទ្រពេញទំហឹង ដូចជាជួយរញទុកឲ្យដល់ត្រៃដល់ហើយ គឺខ្ញុំខឹងជំនួសដែលមាននរណាម្នាក់មកធ្វើទង្វើដូចនេះខ្ញុំបញ្ញាប់ទៅសិនហើយ រ៉ូណាតបានចាក់ចេញទៅវិញគាត់និយាយក៏ត្រូវដែរខ្ញុំទ្រាំជាមួយគូដណ្ដឹងរបស់ខ្ញុំយូរមកហើយនៅក្នុងផ្ទះត្រាឡាកូនឯងសម្រេចចិត្តច្បាស់ហើយមែនទេដែលចង់ផ្ដាច់ពាក្យជាមួយនឹងគេនោះ កូនអាចសម្រេចចិត្តម្ដងទៀតបានណាតើមានបញ្ហាអីខ្លះទៅកូនទើបកូនចង់ផ្ដាច់ពាក្យជាមួយនឹងគូតដឹងកូននោះ រឿងដូចអ្វីដែលខ្ញុំបានប្រាប់ពុកម៉ែអញ្ចឹងថាគាត់ធ្វើបែបណាខ្លះមកលើខ្ញុំនោះវាធ្វើឲ្យខ្ញុំមិនអាចបន្តទ្រាំទៀតបានទេពុកម៉ែ
បើកូនទ្រាំមិនបានមានតែផ្ដាច់ពាក្យហើយម៉ែគ្រប់តាមការសម្រេចចិត្តរបស់កូនណា ពុកក៏មិនបង្ខំកូនឲ្យនៅតែថែរក្សាទំនាក់ទំនងជាមួយគេទៀតដែរបើសិនជាកូនទ្រាំជាមួយចរិតគេនោះមិនបានទេគឺមានតែចែកផ្លូវគ្នាហើយពុកម៉ែគាំទ្រលើការសម្រេចចិត្តរបស់កូនជានិច្ច ចាអរគុណពុកម៉ែបន្ទាប់ពីនោះឪពុកម្ដាយរបស់នាងបានផ្ដាច់ពាក្យជាមួយនឹងសាទិសតែម្ដងជាច្រើនថ្ងៃបានកន្លងផុតទៅត្រាឡាបានបិទតូបលក់កាហ្វេ 2-3 ថ្ងៃនាងបានទៅដល់សមុទ្រតែម្ដងឆ្នេរសមុទ្រទឹកក្រឡុកពិតជាស្អាតណាស់ខាងមកយូរហើយវាពិតជាស្រស់ស្រាយខ្លាំងណាស់ដែលបានមកដល់ទីនេះខណៈនោះទូរស័ព្ទរបស់នាងក៏បានរឡើងអីបងសាទិនតាកាប់តែមករកអីទៅអាឡូ អូនដាច់ចិត្តមែនណៃពួកយើងអាចចាប់ផ្ដើមសារជាថ្មីវិញបានទេបងសន្យាថាបងមិនប៉ះពាល់អូនមិនធ្វើអីដែលរំលងប្រពៃណីទេលើកនេះបងយកជីវិតបងមកភ្នាល់ដាក់ណាលើកលែងឲ្យបងម្ដងទៅបងក៏ឈប់ប្រើហិង្សាបោកប្រាស់របស់របរដូចគ្នាដែរតែយើងអាចត្រឡប់ក្រោយបានទេ No way ត្រាម៉ាបិទទូរស័ព្ទភ្លាមខ្ញុំមិនវិលវិញទេនរណាឆ្នេះទិញចានឆ្នាំងខឹងឲ្យបោកនេះបោកនោះនរណាឆ្នេះទិញចានឆ្នាំងខឹងបោកខឹងបោះនោះហឹសបលុយណាស់ទៅអីតែត្រូវទិញចានឆ្នាំងរកពេលដែលឆ្លោះគ្នាហើយនោះខណៈនោះក៏មានអ្នកលក់មឹករែកមឹកយកមកអាំងនៅចិត្តក្បែរនាងមីអូនអើយហូបមឹកទេក្មួយ10ចកាតែ12000រៀលទេអត់ហូបទេមិញខ្ញុំអត់ឃ្លានទេតតែបន្តិចទៀតណាមិនហូបក៏មិញអាំងឲ្យដែរមិញតែខ្ញុំអត់ហូបទេកុំអាំងឲ្យខ្ញុំអីមិញថាលេងទេណែមានគេចាញ់លុយឲ្យក្មួយរួចហើយកុំលោះសង្ហានោះណាក្មួយរំពេចនោះរ៉ូណាតក៏បានមកដល់តែម្ដង ខ្ញុំចេញលុយឲ្យរួចហើយហូបបានណាកុំក្រែងចិត្តយក10ចកាឬក៏30ចកាក៏គ្មានបញ្ហាអីដែរ សង្សារចេញលុយឲ្យហើយហូបទៅកុំក្បាច់ក្បោពេញមីអូនអើយអើយសណាងឲ្យក្មួយឯងនោះបើមិញវិញប្តីមិនចេះចេញលុយឲ្យទេមិញជាអ្នកចេញលុយរហូតអើយកាត់ទៅយើងមិនសណាងដូចគេតតសោះ កុំនិយាយអញ្ចឹងមើលមីងគាត់អាចទុកលុយនៅនឹងមីងទៅឲ្យមីងជាអ្នកចេញលុយ មិញមិនចង់រំលឹកទេណែមឹក30ចការួចហើយណាក្មួយយកទៅហូបចោះ តោះទៅរកកន្លែងអង្គុយចាយកាហ្វេ អ្នកទាំងពីរបានទៅរកកន្លែងអង្គុយតែម្ដង ចាយកាហ្វេផ្ដាច់ពាក្យជាមួយគូតដឹងពិតមែនណាដាច់ស្រេចគ្នាហើយនៅ ដាច់ស្រេចគ្នាហើយតើមានការអីមែនចាំមិនក៏បងឯងមកដល់ទីនេះដែរ ខ្ញុំនាំក្រុមការងារមកយើងត្រូវលំហែចេញខ្លះកុំឲ្យ stress ពេកវាមិនល្អសម្រាប់យើងទេបើ stress ធ្វើការមិនចាញ់ទេ ល្អដែរដែលមានមែនអញ្ចឹងនោះដែលចេះនាំកូនចៅដើរលេងបែបនេះ ចង់ចូលធ្វើការជាមួយគ្នាដែរទេខ្ញុំមានតំណែងឲ្យធ្វើបើសិនជាចង់ធ្វើការជាមួយខ្ញុំកុំបារម្ភច្រើនតែគ្មានប័ណ្ណពិសោធន៍1ឆ្នាំឬក៏3ឆ្នាំកន្លែងខ្ញុំមិនទទួលកន្លែងខ្ញុំយកគ្រប់មនុស្សដែលចង់ធ្វើការអាចសាកល្បងបានណាខ្ញុំបង្ហាត់បង្រៀនទាល់តែចេះធ្វើការជាមួយគ្នាតែបើមិនចេះទេហើយចង់ចាក់ចេញពីកន្លែងខ្ញុំទៅខ្ញុំក៏មិនហាមឃាត់ដែរ ល្អអន្តាតែខ្ញុំចូលរវល់លក់កាហ្វេហើយចង់នៅលក់កាហ្វេវិញ បើថ្ងៃណាចង់សាកល្បងធ្វើការអាចតាក់ទងមកខ្ញុំបានណាចាយកាហ្វេរបស់ខ្ញុំ ចាខ្ញុំនឹងគិតពីរឿងនេះ ចុះមានគិតលើរឿងផ្សេងអត់ផ្ដាច់ពាក្យហើយនៅទំនេរចេះហើយ ចាទំនេរមែនតែខ្ញុំមិនតាន់ចង់គិតពីរឿងនោះទៀតទេប្រហែលទុកកន្លែងឲ្យនៅទំនេរមួយរយៈពេលសិនហើយ ទុកកន្លែងទំនេរសិនទៅកុំទាន់អាលគិតរឿងអីផ្សេងក្រៅពីលុយណា ចាប្រកាសណាស់ថាខ្ញុំគិតតែពីលុយតទៅមកខំប្រឹងរកលុយឲ្យច្រើនតើជីវិតស្រស់បំប្រងតាមទឹកលុយដូចគ្នា ពិតប្រកបណាស់ ចាប់តាំងពីផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងត្រាឡាខំប្រឹងធ្វើការរកស៊ីលក់ដូរកាន់តែកើនឡើងជាងមុនខណៈដែលគូដណ្ដឹងរបស់នាងក៏បានស្ដាយក្រោយពេលដែលផ្ដាច់ពាក្យរួចរ៉ូណាត់វិញតែងតែមកក្រវ៉ាល់នៅក្បែរតូបលក់កាហ្វេរបស់ត្រាឡាជារៀងរាល់ថ្ងៃព្រោះតែគាត់ចាប់អារម្មណ៍ទៅលើនាង